cái này từ mưa thêm mấy bao con ma tôi ba say ខ្សែបំរើមានពេទ្រីក៏ដូចជាដេចងហើយចំណែកឯខ្សែប្រយុទ្ធគឺមាន Dani Almo ហើយនឹងខាងលើ3នាក់គឺ Rafinha Ferran Torres ហើយនឹង Golden Boy គឺ Lamine Yamal អូយគឺស្រួលមែនទែនខ្សែការពារ4នាក់របស់យើងគឺមាន Gerard Martin Nico Martinez Kobasi ក៏ដូចជា Jules Koundé ដែលជា Fashion Boy ហើយអ្នកចាំទីយំនេះគឺដាក់សិស្សនីពួក Mark Lewandowski ផងដែរ cái này mà mưa này bao con ma tôi Inter Milan chạm thì Jan Sommer cả phíaមាន Alessandro Bastoni Francisco Acerbi មាន An Bijek មាន Denzel Dumfries Nicolo Barella Ayhan Gahanoglu Hadi Mkhitaryan Federico Di Marco ហើយពីររូបនៅកលើគឺ Lautaro Martinez ចាប់ដៃគូគ្នាជាមួយ Marco Thuram កាត់បោកlênខនទេអីយូយ Inter Milan ខ្មោចចូលទៅហ្នឹងឥឡូវទៅពី Thuram ខ្មោចចូល Goal amazing incredible wow oh Inter Milan yeah what the 30 នាទី what the hell អូយ Are you thinking on this day Marco Thuram ណែអូយ Marco Thuram ទៅម្ដងហើយឡើងមកម្ដងទៀត Marco Thuram ព្យាយាមមិនអាចបដិសេធបានទេអ្នកចាំទី Worcester City ណែ Marco Thuram នេះ style នេះគឺ style Cristiano Ronaldo គាត់ប្រើជំនាន់គាត់លេងឲ្យជម្រើសជាតិប៉ូទុយហ្គាល់តែពួកអត់ចាំបានដល់ឆ្នាំណាក៏ប៉ុន្តែ style នេះគាត់ប្រើតាម Cristiano Ronaldo Marco Thuram កន្លែងនេះ exist ចេញពី Dumfries Yes Dumfries អ្នក axi ball ឲ្យអូយ Dumfries ទៅពីបងអូន Kobasi កាត់មកឲ្យ Lamine Yamal អាយ៉ាទៅពីទៅ Ferran Torres អូយតែឯង Wow ប៊ីសការឆ្លើយតបនេះលឿនភ្លាមប៉ុន្តែការឆ្លើយតបនេះត្រូវបាន cancel ទៅហើយដោយ Ferran Torres គេអត់ជោគជ័យទេអត់មានបិទទេនេះអស់លេងអូយកន្លះម៉ែត្រអត់ទេมันជាបញ្ហាកន្លែងនេះបិទ1បិទ2ម៉ែអើយអ៊ីតាលីឥឡូវលើកពី Dani Almo កន្លែងនេះមកក្បាលឃ្លៀរចេញពី Bisek ឥឡូវមកចាអត់ចូលអើយ Ferran Torres មកជើមិន200 គីឡូម៉ែត្រក្នុង1ម៉ោងអូយទាំង goalkeeper ទាំងខ្សែការពារទាំងកីឡាករ Inter មក squad គឺឈោមើលទាំងអស់ជួយមកចូលបើសិនបើទោះបីជាព្យាយាមបង្កើតការ opportunity យ៉ាងណាក៏ដោយប៉ុន្តែនៅតែបរាជ័យ again and again yeah មកមានប៉ះអីតិចសោះនេះជើងឆ្វេងស៊ីនទៀតច្បាស់ Di Marco លើកមកជើងឆ្វេងចូលកន្លែងនេះមកក្បាលទៅ goal yeah you believe me ជឿអត់ too easy Italy yeah incredible wow ពីរគ្រាប់ងាយរបស់ Inter Milan ធ្វើឲ្យក្រុមម្ចាស់ផ្ទះ FC Barcelona រងការប្រមាថយ៉ាងខ្លាំងនេះយើងទៅមើលរូបភាពសារឡើងវិញនេះការលើកបាល់ពី Di Marco នេះជួយ support ពីដូចជាលេខ 15 នោះ Mkhitaryan លេខ 15 Dumfries អូ Dumfries តែពី Acerbi ជាអ្នកគេហៅថាបង្កើតបរិយាកាសរីករាយឲ្យទៅ Dumfries ការឆ្លើយតបយ៉ាងតក់ក្រហល់ទៅលើក្រុមម្ចាស់ផ្ទះ Barcelona ក្រុមរបស់លោក Simon Inzaghi wow you best go Dumfries best defend the header free អូយកែប្រែស្ថានភាពឥឡូវទៅពី Lamine Yamal ញាក់មួយតែ Lamine Yamal Lamine Yamal Golden Boy មួយទៅពីនៅក្នុងនាទីទី 24 បងប្រុសអូសរ៉ូមហើយគឺថាមានប្រសិទ្ធភាពក៏ដូចជាមានគុណភាពរបស់គេមែនយ៉ាឥឡូវតាមបានមកគ្រាប់វិញនៅក្នុងនាទីទី 24 ចូលនាទីទី 25 Vamos Barcelona ណែកន្លែងនេះมันបាច់ត្រូវការជំនួយ exist ពីណាទេគឺបង្កើតឱកាសអូសចូលទៅក្នុងតំបន់គ្រោះថ្នាក់លើដំបូលទូកហើយក៏ញាក់មួយញាក់ពីរបាល់ប្រើបច្ចេកទេស technical 100% តែម្ដងมันបាច់ប្រើកម្លាំងប្រើអីទេអូយ good job boy good job 2-1
ទៅទីដល់1ទៅ2ទៅ1ទៅ2អូយអត់ហ៊ានបិទមួយទេឥឡូវ1ទៅ2អាយ៉ាខ្វែមកខាងស្ដាំវិញអាយ៉ាញ៉ាំមួយឡាមកញ៉ាំមកអូយបកោទីអាត្រូវគ្រាប់នេះក៏ល្អមែនអើយមកនេះឌីម៉ាកូដាច់នោះស្លាយដល់អេស៊ីបងម៉ែក៏បាក់ប្រឈប់បាក់អីឡើយនេះអូយ៉ាងសមើយ៉ាងសមើប៉ះបងមិញជួយសង្គ្រោះ finger tip មិញវ៉ាវឆ្លើយតបភ្លាមល្អលឿនហ្វ្រេងគីចងចោះជុកដាលេខបាជាអៀតអីយ៉ាដាក់នេះមកអូយមិនកាត់មកតិចមកអើយអលម៉ូមិនជ្រែក2ទៅម៉ានទៀតណាលេខបាជាអៀតកើតទៀតនេះបាស្តូនីស៊ីប្លាស់ជើងទៀតអូយបាសូនីអាសាប៊ីបិទជាប់បាសូនីបញ្ជូនមកឲ្យរ៉ាហ្វីញ៉ាហុចទៅបិទឲ្យមកហើយឥឡូវទៅពីហ្វ្រានតូលេឡាមកញ៉ាំទម្លាក់ដល់យកមកអូយប៉ៅកូបាស៊ីបញ្ជូនមកកន្លែងនេះឲ្យប៉េត្រីលើកមកកន្លែងនេះឲ្យរ៉ាហ្វីញ៉ាតែមកក្បាលកន្លែងនេះម៉ាចាន Vamos Barcelona 2 ទៅ2ពីហ្វ្រានតូលេសនេះអូ Vamos អូយប៉េត្រីបង្កើតឱកាសរ៉ាហ្វីញ៉ាតែមកក្បាល exist ឲ្យមិត្តរួមក្រុមណែហ្វ្រានតូលេសខ្សែប្រយុទ្ធទិញយកមកពី Manchester City មានប្រសិទ្ធភាពនេះជំនួសតំណែង Lewandowski បានមិនត្រូវការ Lewandowski ទេដាក់ទៅ Ferran Torres មកក៏អាចរកគ្រាប់បាល់បានដែរកន្លែងនេះមកក្បាលមិនអាត្មានិយមទេពី Rafinha អូយ2 ទៅ 2ហ្មង2 ទៅ 2ហើយនៅសល់ម៉ោងច្រើនទៀតល្អមែនទេណែជួយដែរសេវកាត់មកស្ដាំឲ្យ Dumfries កាត់មកអាយ៉ាទៅហើយពីប៊ីសេកាត់ចោថែមមកចាអូយឌីម៉ាកូយយបាទខ្ញុំគាត់ថាចំណុចនេះគឺជាឱកាសដ៏ល្អមួយហើយក្នុងវគ្គទី2មិនងាយមកទេប៉ុន្តែដោយសារតែការវត្តមួយជើងរបស់ឌីម៉ាកូនេះមួយជើងស្ដាំរបស់គាត់មិនមែនជាជើងស៊ីនទេការយកអេឡុងរបស់គាត់ក៏វាមិនធម្មជាតិដូចជើងឆ្វេងរបស់គាត់ដែរណាប៉ុន្តែខ្ញុំគាត់ថាបើសិនជាគាត់អាចមានឱកាសនៅជើងឆ្វេងឥឡូវ Chanonolu ក្លាកោសញ្ជាតិទូគីលើកបាល់ corner kick ឥឡូវមកសាឥឡូវលើកចូលកន្លែងនេះមកក្បាលចូលអូ the crazy ball វ៉ាវអស់ការនិយាយបើគ្មានអ្វីដែលត្រូវថ្លែងមកគ្រាប់នេះហាបីដូចជាមកគ្រាប់ដែរសម្រាប់ក្តីសង្ឃឹមរបស់ប្រិយមិត្ត FC Barcelona អញ្ចឹងបាទអ្វីដែលយើងរត់តែគួរឲ្យស្ងាត់សរសើរនេះការលើកចេញពីជ្រុងមកហក់តែមកក្បាលនេះគឺចំក្បាលស្អាតណាស់ដាំ freeze អត់ពីឈ្មោះណាដាំ freeze អើយពីគ្រាប់នៅក្នុងបប្រកួតវ៉ាវតើណាអាចធ្វើបានខ្លួននេះជាខ្សែការពារស្លាប់ខាងស្ដាំយាយright អ្វីដែលយើងបានឃើញនៅពេលនេះគ្រាន់តែសរសើរជាមួយនឹងភាពឆ្លៀសវៃរបស់ដាំ free ដែលគាត់រត់ចូលទៅក្នុងតំបន់គេថាក្នុងប្រអប់គ្រោះថ្នាក់របស់ FC Barcelona អាចតែបញ្ចូលទីបានចាប់អាក្រូបាតិកចាប់ overhead kick មកគ្រាប់ក្នុងវគ្គទី1ឥឡូវនេះថាចូលមកក្បាលទៀតនាំមុខមកវិញហើយ3ទៅនឹង2ពី Inter Milan អូខេតនិយាយគ្នាតិចមក Come on Dani Olmo អត់លើកទេតម្លាក់ឲ្យឡាប់មកចំហឲ្យមកចូលវាវិញVamos come on បើទៅល្បីមកយើងនេះណែទៅនិយាយហើយខនគិកគេអាចធ្វើបានហេតុអីក៏យើងធ្វើបានក្នុងដីខ្លួនឯងបាទវិញអូយញ៉ាកាយទៅស្គាល់ទេញ៉ាកាយទេបាទកម្មវិធីនេះគឺជាកម្មវិធីដែលបកក្រៅមែនតើបាទនេះអញ្ចឹងថានេះមិនមែនជាសបិនគឺកាត់ឡើងផ្ទាល់បាទដូចជាប្រពុតមានពុតដីកាថាអ្នកណាធ្វើអ្នកនឹងទទួលត្រឹមត្រូវមុនហ្នឹងគឺបាទអ៊ីនធឺណិតដាក់មួយឥឡូវនេះសងមួយវិញហើយមកដៃទៅមកដៃមកនិយាយទៅអ្នកណាធ្វើឲ្យខ្ញុំឈឺខ្ញុំនឹងធ្វើឲ្យអ្នកនឹងឈឺវិញយោបាទនេះអូនយល់តែស្អាតអានេះគឺគេដាក់អ្នកចំទីអូនគោលហើយនៅក្នុង live score គឺគេដាក់ទុកបាល់មួយសិនវ៉ាន់ពិសេសបញ្ជួលបាល់ដល់ដាំហ្វ្រីកាយបាល់មកទៅនេះឱកាNo, stop. Okay.
offside offside យើងមកមើលពីរូបភាពយឺតរបស់រូបនេះកាត់ឡើងវិញការចូលតាមទេ No មានរឿងត្រូវនិយាយគ្នាតើតា VAR ទៅឆែកឃើញត្រង់នេះ ដាក់ឡាន goal line technology come on ដាក់បែបហ្នឹងគឺខ្ញុំឃើញនៅលើនេះលកាដៃអញ្ញាកដាគឺលោត goal ហើយខ្ញុំឃើញហើយបាទលោតពណ៌បៃតងដាក់ goal ហើយចាំមើលតើលោកអញ្ញាកដាគាត់ទៅពិនិត្យមើល VAR បានអត់បាទដើម្បីវេកញែកនៅក្នុងក្របបាល់មួយនេះព្រោះថាมันអត់ចិត្តរៀងខ្លួនហ្វេនបាសេកក៏ចង់ឲ្យចូលទេហ្វេនអ៊ីនតើគេចង់ឲ្យចូល Henrik Mkhitaryan ក្របបាល់ត្រង់នេះគឺស្អាតណាស់ហើយក៏ជាក្របបាល់ចំណេញធំដែរនៅក្នុងការប្រកួតនេះលោកគ្រូលោកទូពីនណែកុំមកពវក់ស្មារតីលោកទូពីនឲ្យគាត់ដោះស្រាយខ្លួនឯងឲ្យគាត់វេកញែកសិនបាទគាត់ត្រូវនិយាយជាមួយនឹងជំនួយការរបស់គាត់ offside អូ check over no goal អត់មាន check is over yeah មានគ្រាប់បាល់កើតឡើងទេ អូអញហើយ សោកស្ដាយសម្រាប់ Mkhitaryan បាទគ្រាប់បាល់នេះបាយសម្រុករត់ទៅតំបន់គ្រោះថ្នាក់របស់ Inter ទេណែបាទ Rafinha អូយស្ទើរតិចបាទត្រង់នេះគឺស្ទើរអីស្ទើរសំណាងសុទ្ធល្អហើយមកជើងវត្តទៅដោយ Rafinha នេះមកអូយយ៉ានសូមើល្អយ៉ាងនេះលោកនេះមក ការបដិសេធឆ្លើយតប យ៉ានសូមើ លោកគ្រូយ៉ាកដាផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅក្នុងតង់ទី2លទ្ធផលផ្លូវការបាសេឡូណា3 Inter Milan 3គឺគ្មានមានណាឈ្នះពីណាចាញ់នោះទេ